ចាជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតហុកដុល្លារនាងខ្ញុំជាវិជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យ Royal ភ្នំពេញពេលដែលយើងមានជំងឺស្ទះសរសៃឈាមខួរក្បាលយើងមានពេលវេលា4ម៉ោងកន្លះដែលជាពេលវេលាមាសរបស់យើងព្រោះវាសំខាន់ណាស់ក្នុងការជួយឲ្យកោសិកាខួរក្បាលដែលចុះខ្សោយតែមិនទាន់ស្លាប់ហ្នឹងគឺយើងអាចជួយសង្គ្រោះវាបានវាអាចមានមុខងារត្រឡប់មកវិញបានក្នុងនាមយើងជាគ្រូពេទ្យនិងជាធីមក្រុមការងារដែលជួយសង្គ្រោះផ្នែកជំងឺ stroke យើងបានបង្កើតជាធីមនឹងហើយរួចរាល់ដែលមានច្រើនជំនាញចូលគ្នាទាំងក្រុមគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ក្រុមគ្រូពេទ្យផ្នែកឯកទេសប្រព័ន្ធប្រសាទផ្នែកគិលានុបដ្ឋាផ្នែកថត CT scan ឬក៏ថត MRI ចាផ្នែកខាង labo ខាងថ្នាំអញ្ចឹងយើងធ្វើការរួមគ្នាគឺយើងធ្វើយ៉ាងម៉េចពេលណាដែលមានអ្នកជំងឺ stroke alert ចូលមកដល់មន្ទីរពេទ្យគឺធីមទាំងអស់ហ្នឹងបានព័ត៌មានភ្លាមតែម្ដងហើយយើងអត់ឲ្យខាតពេលវេលាទេគឺយើងមាន target របស់យើងធ្វើម៉េចឲ្យពីពេលដែលអ្នកជំងឺមកដល់មន្ទីរពេទ្យភ្លាមរហូតដល់គាត់ទទួលបានថ្នាំព្យាបាលរំលាយគ្រាប់ឈាមហ្នឹងគឺទីរយៈពេលតិចជាង1ម៉ោងអ្នកជំងឺ stroke ដែលមានលើកទី1ហើយអាចនឹងមានលើកទី2ហើយគឺជាកត្តាហានិភ័យសម្រាប់ជំងឺ stroke លើកទី2អញ្ចឹងគឺសំខាន់ណាស់ក្នុងការការពារកុំឲ្យមានការស្ទះសរសៃឈាមម្ដងទៀតចាត្រឡប់មកវិញយើងត្រូវព្យាបាលកត្តាហានិភ័យដែលមានទាំងប៉ុន្មាននៅចំពោះខ្លួនគាត់ដូចជាគាត់កែប្រែទម្លាប់ក្នុងការរស់នៅចាគាត់ព្យាបាលជំងឺប្រចាំកាយគាត់ឲ្យបានល្អជំងឺលើសឈាមទឹកនោមផ្អែមអីហ្នឹងត្រូវតែ control ឲ្យបានល្អធ្វើលំហាត់ប្រាណចាគាត់បើគាត់ជក់បារីគាត់ត្រូវតែឈប់ហើយនឹងគាត់មកតាមដានជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់